Hello ថ្ងៃនេះយើងមកពិសោធន៍រកការផលិតអុកស៊ីសែនសម្ភារៈមានដូចជាកំទេចថ្មពិលកែវអេឡែនទឹកលាងរបួសពេទ្យប៉ោងនិងធូបបន្តមកទៀតយើងយកទឹកលាងរបួសចាក់នៅក្នុងជោគកែវរបស់យើងរួចមកយើងចាក់រៀងឲ្យច្រើនបន្តិចហើយយើងនឹងយកកំទេចថ្មពិលដាក់ចូលនៅក្នុងលាយជាមួយទឹកអុកស៊ីសែនបន្ទាប់មកយើងដាក់ពេទ្យប៉ោងដើម្បីរកវត្តមានអុកស៊ីសែនបន្ទាប់មកយើងដាក់សារធាតុនោះហើយយើងនឹងមានឃើញសារធាតុរបស់អុកស៊ីសែនបានធ្វើឲ្យពេប៉ោមនោះរីកមាឌហើយកាន់តែច្រើនឡើងទៅហើយកាន់តែពេប៉ោមនោះកាន់តែរីកមាឌទៅដែរហើយពេលនោះហើយយើងនឹងឲ្យវាបញ្ចេញសារធាតុនោះបញ្ចេញអុកស៊ីសែនអស់ហើយមានសារធាតុនោះបានធ្លាក់ចុះមកខាងក្រោមវិញនេះហើយគឺជាពេលដែលអូស្មန်សារធាតុអូស្មန်បានថយចុះមកវិញហើយនោះហើយយើងចាប់ផ្ដើមដកពេញប៉ោងដែលចេញពីសារធាតុនោះរួចមកពេលនោះក៏យើងមានធូបមួយដែលអត់មានល្ងើកទេគឺយើងដាក់ចូលនៅក្នុងបំពង់នោះហើយយើងនឹងមានឃើញល្ងើកភ្លើងកាន់តែភ្លឺនេះហើយគឺជាវត្តមានរបស់អុកស៊ីបញ្ជាក់ថាវត្តមានរបស់អុកស៊ីសែនឬក៏ការផលិតបានជាអុកស៊ីសែនចឹងពួកយើងអស់ហើយសូមអរគុណ